រាបសួរទាំងអស់គ្នាខ្ញុំបាទឈ្មោះពេលលៀងហោះជាប្រធានក្រុមនៃក្រុមទី4ក្រុម Python មុខវិជ្ជា Python នេះគឺជា topic របស់យើងហើយ topic នីមួយៗមានទី1មាន what is Python អ្វីទៅជា Python present by នៅបញ្ញាទី2 why we use Python ហេតុអីយើងត្រូវប្រើ Python បកស្រាយដោយ Tom Menghua ទី3 advantages of Python ភាពវិជ្ជមាននៃPython បកស្រាយដោយកែវពេជ្រផ្សាយបញ្ញា4 how to write Python បកស្រាយដោយ T Dina 5 download and set up and write sample ធ្វើដោយ Phil Piron និង editor គឺជាខ្ញុំបាទ leader ជាខ្ញុំនិងជាអ្នកផុសសមាជិកឈ្មោះសានពិសិដ្ឋសុជាសួស្តីអ្នកទេខ្ញុំបាទឈ្មោះនៅបញ្ញាថ្ងៃនេះធ្វើការបកស្រាយអ្វីទៅគឺជា Python គឺជាកម្មវិធី programming មួយដ៏ល្បីល្បាញមួយដែលមានកម្រិតខ្ពស់ដោយបង្កើតដោយលោក Roscom នៅចុងឆ្នាំ1991ហើយវាកម្មវិធីនេះវាងាយស្រួលក្នុងការសរសេរក្នុងការអាននិងក្នុងការយល់ហើយវាពិតជាមានអត្ថន័យពេញលេញ Python គឺ syntax វាមានភាពងាយស្រួលដោយសារតែវាស្រដៀងទៅនឹងភាសាអង់គ្លេសហើយហេតុអ្វីទៅបានវាមានភាពល្បីល្បាញហើយនឹងមានអ្នកប្រើប្រាស់វាច្រើននិងមានអ្នកគេហៅថាប្រើប្រាស់នៅកម្មវិធី Python នេះបានយ៉ាងច្រើនដោយសារតែទី1 simple and easy to read វាថាវាមានភាពសាមញ្ញហើយងាយស្រួលក្នុងការអានពេលដែលយើង run code យើងមិនចាំបាច់មាន set up extra អីញ៉ៃផ្សេងទេយើងគ្រាន់តែឧទាហរណ៍ដូចជាដាក់ hello ហើយយើងមានគេហៅថាបំពង់កញ្ចក់សងខាងហើយនៅថ្មិញកណ្ដុរនៅកណ្ដាលយើងដាក់ hello world វាជាការស្រេចហើយយើង run ទៅជាធម្មតាទី2គឺវាប្រើប្រាស់សម្រាប់អ្វីជាច្រើនទៀតមានដូចជា data science web development game development automation cyber security and mobile and desktop app ហើយនឹងមានកម្មវិធីជាច្រើនទៀតដែលខ្ញុំអាចរៀបរាប់វាអស់ហើយចំពោះទី3គឺវាគេថា like community មានន័យថាតំណែងតំណងវាមានភាពទូលំទូលាយដោយសារតែអ្នក development ជាច្រើននៅគេប្រើប្រាស់ Python ហើយជាលទ្ធផលនិងជាមូលហេតុដែលធ្វើឲ្យយើងងាយស្រួលក្នុងការស្វែងរកជំនួយនិងអ្វីដែលយើងមិនយល់ពីវាធ្វើការ search research ទៅលើ Google ឬក៏ YouTube តាក់ទងនឹង Python នេះដោយសារវាមានតំណែងធំទូលាយងាយស្រួលឲ្យយើងរកព័ត៌មានដែលតាក់ទងឬក៏មិនយល់នៅក្នុងចំណុចណាមួយទី4គឺ platform cross platform មានន័យថា Python ហ្នឹងយើងពិតជាដឹងហើយថាកុំព្យូទ័រពីច្រើនវាប្រើប្រាស់នៅលើ Windows តែ Python វាមិនត្រឹមតែអាច run នៅលើ Windows បានទេវាថែមទាំងអាច run ទៅលើ MacBook Linux និងអ្វីផ្សេងមុខងារផ្សេងទៀតផងដែរជម្រាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះការបិសាបញ្ញាថ្ងៃនេះខ្ញុំមកនិយាយចំណុច advantage របស់ភាសា Python ចំណុចទី1មានភាពងាយស្រួលសាមញ្ញនិងងាយស្រួលក្នុងការរៀនភាសា Python វាមានលក្ខណៈសាមញ្ញនិងភាពច្បាស់លាស់ដែលជារឿយៗអ្នករៀន Python គេតែនិយាយថាភាសា Python ស្តៀងដូចនឹងភាសាអង់គ្លេសដែលអ្នកទើបតែរៀន Python មានភាពងាយស្រួលក្នុងការរៀនហើយមានភាពងាយស្រួលក្នុងការអានដែលសរសេរ Python គេតម្រូវឲ្យសរសេរមានរចនាបថស្អាតដែលធ្វើឲ្យអ្នកអាននិងអ្នកមើលមានភាពងាយស្រួលនៅក្នុងការមើលនិងការអាននៅក្នុងរបស់ភាសា Python ចំណុចទី2ភាពបត់បែននិងការអនុញ្ញាតយ៉ាងទូលំទូលាយដែលការប្រើប្រាស់ Python មានការប្រើប្រាស់ Python វាស្ទើរតែត្រូវទាំងអស់នឹងកម្មវិធីផ្សេងស្ទើរតែទាំងអស់ហើយការអនុញ្ញាត Python នៅក្នុងវិស័យក៏ស្ទើរតែទាំងអស់ដូចគ្នាមានដូចជាការបង្កើត web ដែលមានដូចជា YouTube Map Yahoo Instagram ផ្សេងទៀតហើយនឹងការបង្កើតគេហទំព័រ web development data science ការរៀន machine learning និង AI ការបង្កើត robot ការបង្កើត game ការបង្កើត game set ជាផ្សេងទៀតហើយនឹងការបង្កើត web ផ្សេងទៀតហើយការ
សរសេរ script និងស្វ័យបប្រតិបត្តិការដែលគេហៅថា scripting and automatic ចំណុចទី3 បណ្ណាល័យរបស់ Python មានភាពទូលំទូលាយដែលបណ្ណាល័យដែល Python មានបណ្ដុំបណ្ណាល័យដែលគេបានសម្រេចឡើងជាស្រេចដែលមានធំដែលអ្នកនរគ្នាអាច search មើលបានដែលជា web មានឈ្មោះថា pi.python.org អ្នកនរគ្នាអាច search មើលនៅក្នុងបណ្ណាល័យរបស់ Python ដែលខ្ញុំបាននិយាយប្រាប់អ្នកនរគ្នាហើយដែលចំណុចមួយទៀតការពន្លឿនរបស់កូដ Python តែអ្នកនរគ្នាអាចប្រើកូដកម្រិតខ្ពស់របស់ Python ដើម្បីពន្លឿនលឿនប្រតិបត្តិការកូដរបស់អ្នកនរគ្នាបានឆាប់រហ័សចំណុចទី4ការគាំទ្រសហគមន៍របស់ Python មានភាពទូលំទូលាយដែលការប្រើប្រាស់ Python មានភាពទូលំទូលាយទាំងនៅក្នុងស្រុកយើងទាំងនៅក្នុងស្រុកនិងក្រៅស្រុកដែលជា Python អ្នកនរគ្នាអាច search រកតាម YouTube តាម website តាម website ផ្សេងៗដែលអ្នកនរគ្នាចង់សិក្សាបន្ថែមពី Python So I will talk about how to write Python code ចឹងដំបូងយើងត្រូវយល់ដឹងពី Python syntax នោះមានន័យថាវាគឺជា rule មួយដែលធ្វើឲ្យ Python យើងនោះដើរហើយនឹងចេះ read បានអញ្ចឹង Python syntax វាមានយើងអាចទៅសេពីថា print តើមកយើងដាក់មុខកញ្ចក់តើមកយើងដាក់សញ្ញាគ្មានចដោតតើមកនៅក្នុងពាក្យសញ្ញាគ្មានចដោតហ្នឹងយើងដាក់ថា hello Python បន្ទាប់មកទៀតយើងត្រូវយល់ដឹងថាអីទៅជា indentation នោះមានន័យថា Python យើងអាច use indentation ដើម្បីទៅជា block of code មួយដើម្បីអាច instead of a curly bracket ចឹងដូច example for this មានន័យថាដូចយើង use នៅក្នុង if statement ដែលថា h equal 20 if h ធំជាងឬក៏ធំជាងឬស្មើ18ចឹងមានថាពេលយើង print ទៅយើងស្មើនឹងថា you are adopted ចឹងមានន័យថា print line ដែលជា index ហ្នឹងវាអាចធ្វើឲ្យ Python យើង below ទៅជា if block ហើយ all code ដែល inside the block must be equally indented so moving on to the third comment ចឹងវាថា comment ហ្នឹងវាថាគឺជាការ notice ដែលយើងអាច explain code យើងបានចឹងដើម្បីកុំឲ្យថា Python យើងនឹងយើងអត់សូវយល់លើខ្លួនឯងឬក៏ធ្វើអីដោយខ្លួនឯងចឹងយើងត្រូវធ្វើថា display គឺវាអាចនឹងជួយថាសញ្ញាឈប់នេះវាអាចទៅជា comment ដើម្បីជួយយើងយល់ថា line ហ្នឹងធ្វើអីគេខ្លះSo afterward ចូលទៅចំណុចទី4តើតទៅនឹង data type ចឹង data type ដែលមាន Python ដើម្បីយើងអាច store variable ផងបានមានជា string integer float and boolean ចឹង string គេសំដៅទៅលើពាក្យឬក៏អក្សរហើយ integer គេសំដៅទៅលើ number and float គេសំដៅទៅលើ the big number ដែលលឿនតទៅនឹងមានចុចគឺជា number ដែលមិនគត់ណាដូចជា 12.5 12.7 ឬក៏អីចឹង and boolean គេសំដៅទៅលើ true or false ឬក៏ពិតឬមិនពិតអានេះគេហៅថា boolean បន្ទាប់មកទៀតយើងនិយាយអំពីចំណុចទី5យើងនិយាយអំពី if else statement ហ្នឹងគឺជា program មួយដែលយើងអាច make decision based ទៅលើ condition របស់យើងដែលយើងចង់ដាក់ដូចថាយើងចង់ឲ្យវា print ថាលក្ខខណ្ឌពិតលក្ខខណ្ឌទី1ពិតលក្ខខណ្ឌទី2ពិតលក្ខខណ្ឌទី3មិនពិតអានេះអាស្រ័យទៅយើងដែរអានេះហើយគេហៅថា if else statement so ចំណុចទី6យើងនិយាយអំពីទៅនឹង loop មានន័យថាយើងធ្វើឲ្យវា repeat ដែរឬក៏យើងចង់ឲ្យវារត់ពី0ពីចំណុចចាប់ផ្ដើមពី0ទៅចំណុចដែលមួយដែលយើងចង់បានអាហ្នឹងគេហៅថា loop វាជួយ repeating task យើងបានច្រើនអញ្ចឹង so for overall មក Python យើងត្រូវនិយាយយើងត្រូវទៅសេវាឲ្យត្រូវតាមទៅលើលក្ខខណ្ឌ correct syntax ទី2 use proper indentation ទី3 add comment ដើម្បី explain ថា code នេះយើងធ្វើដល់đâyហើយទី4 use the right data type
depend. You can make use if else statement to make decisions, and also you can use loop for repeat and action. So yes, once you understand this basic, you can make a small program and you can make a small project of coding by yourself. So thank you. តោះដើម្បីទៅឡើងកម្មវិធី C Code Python បានជាដំបូងចូលកាន់កម្មវិធី Google ហើយយើង search ពាក្យថា Python អូខេតើមុនជ្រើសរើសយក Python មកចុចចូល website Python តើមកយើងចូលកន្លែង download ដើម្បី download នៅកម្មវិធី Python អូខេបន្ទាប់មកយើង open file យើង download ហើយនឹងមកប៉ុន្តែយើងអាច install Python បានហើយអូខេរងចាំតែបន្តិចមករឿងនេះចូលបានជោគជ័យហើយបើយើងចង់ដឹងកាន់តែច្បាស់ថាយើងពិតជាបាន download នៅកម្មវិធី Python មែនយើងចូលមកកាន់កម្មវិធី CMD ឬហើយថា Common Prompt អូខេ search មក នេះចេញមកហើយ Common Prompt អូខេចុច click លើកម្មវិធីហ្នឹងមកនឹងជាបន្ទាប់គឺយើងវាយពាក្យថា Python .clear .version នឹងតើមកជា enter មកនេះជាលទ្ធផលគឺបានបង្ហាញថាយើងបាន download នៅ Python 3.14 ដែលជា version ចុងក្រោយផុតនៅក្នុងឆ្នាំ 2025 អូខេជាបន្តទៀតនោះយើងត្រូវការនៅកម្មវិធី VS Code ដើម្បី save នៅ code Python យើងអូខេហើយយើងចុច click លើកម្មវិធី VS Code មកអូខេ download ចុច download for Windows បើសិនជាកុំព្យូទ័ររបស់អ្នកទាំងគ្នាជាកុំព្យូទ័រ Pad Mac ណានឹងចេញ download for Mac អូខេទៅមកយើងរងចាំសិនមកឥឡូវនេះគឺការ download របស់យើងទៅបានជោគជ័យហើយយើង open file នៅ VS Code យើងមកទៅមកយើង accept agree នៅខាងលើហ្នឹងមកដើម្បីយើង down នៅកម្មវិធី VS Code បានអូខេកន្លែងនេះយើងអាចចុចclick ទាំងអស់ក៏បាន click ទាំងអស់ក៏បានដែរអូខេតោះនេះអូខេឥឡូវនេះគឺយើងទទួលបានជោគជ័យលើការ download លើ VS Code ហើយពេលនេះចូលកាន់កម្មវិធី VS Code មកយើងត្រូវការ down នៅ extension មួយទៀតឥឡូវយើងមានគ្រប់គ្រាន់ហើយដើម្បី C Code នៅ Python តើមកយើងត្រូវការបង្កើតនៅ folder មួយយើងបង្កើតនៅទីណាក៏បានដែរខ្ញុំដាក់វាថា learn Python អូខេហើយចុច right click មកដើម្បីយកនៅ show more option ដើម្បីចូលទៅកាន់ open with code ហ្នឹងឥឡូវនេះគឺយើងបានកើតនៅ folder មួយហើយយើងត្រូវការនៅ file មួយទៀតគឺយើងចុច right click ហើយចុច new file មកអូខេដាក់ឈ្មោះcommand ខ្ញុំដាក់ឈ្មោះថា main.py ហើយចុច enter នេះឥឡូវនេះគឺយើងមាននៅគ្រប់ហើយដើម្បី save code ឥឡូវយើងសាក save សាកមើល print hello world តើចូលបានជោគជ័យដែរឬទេចាំមើលអូខេតោះយើង run មកនេះអូយខ្ញុំចុច2ដងចេញ2លើម្ដងទៀតលុបចោលសិនអូខេ run តទៀតនេះចាញ់ hello world អូខេឥឡូវនេះយើងទទួលបានជោគជ័យលើការ save code នៅលើ Python ហើយជាចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តរួមទាំងអស់គ្នាដែលបានទស្សនាមើលវីដេអូរបស់ខ្ញុំដែលបានបង្ហាញពីការបង្រៀននៅដំណើរកម្មវិធី Python នេះសូមអរគុណសូមជម្រាបលា